បន្ទាប់ពីផ្គរលាន់រង្គើមេឃនៅឯសៀមរាបហើយនៅយប់ម៉ោង12ត្រូវនឹងថ្ងៃសីល15រោចគឺឆ្កែលូខ្លាំងមែនទែនបងប្អូនគឺលូរង្គើភូមិតែម្ដងតើភូមិបងប្អូនណាខ្លះដែលលឺឆ្កែលូខ្លាំងយ៉ាងហ្នឹងហើយរឿងមួយទៀតដែលគួរឲ្យព្រឺសម្បុរខ្លាំងមែនទែននោះបងប្អូនកងទ័ពសៀមវាបានលើសម្រែកពេញព្រៃតែម្ដងហើយវាថាយើងបានលេងមន្តអាគមខ្មៅខាងទ័ពខ្មោចខ្ញុំធ្លាប់តែរៀនក្នុងសភៅមកឥឡូវគឺបានជួបស្ដែងពិតហើយបងប្អូនមិនជឿកុំប្រមាថឲ្យសោះព្រោះអីយើងមើលតាមស្ថានភាពទៅគឺវាពិតស្ដែងតែម្ដងគាត់នៅតែកាន់តបខ្មោចដើម្បីការពារពីខ្មាំងសត្រូវដែលចូលមកឈ្លានពានកម្ពុជារបស់យើងអូយព្រឺសបល់ខ្លាំងមែនទែនបងប្អូនហើយរឿងនេះក៏ជាកម្លាំងចិត្តទៅដល់បងកងទ័ពមួយផ្នែកដែរឲ្យគាត់មានកម្លាំងចិត្តថាមានកងទ័ពខ្មោចនៅតាមថែរក្សាតាមជួយទឹកដីរបស់យើងដូចគ្នា